ជំរាបសួរបងប្អូនទស្សនិកជនដែលតាមដានព័ត៌មានសិល្បៈកម្សាន្តបាទអញ្ចឹងរីករាយជាមួយនឹងលោកប៉ែនចម្រុងដែលពូកូនគេគឺមុខដូចជាកូនស្រីរបស់លោកខ្លាំងមែនតែអារម្មណ៍នៅតែនឹកកូនស្រីបណ្ដោះចិត្តរបស់ខ្លួនដដែលបាទអញ្ចឹងរីករាយទស្សនាកម្សាន្តនៃអត្ថបទមួយនេះបាទព្រមពេញទោះបីជាពេលនេះជីវិតគ្រួសាររបស់លោកប៉ែនចម្រុងនិងអ្នកនាងភីនសូដាលីត្រូវបានបញ្ចប់សពគ្រប់ពិតមែនតែមើលទៅលោកហាក់ដូចជាមិនដាច់អាឡ័យទៅលើកូនស្រីដ៏គួរឲ្យស្រឡាញ់របស់លោកសោះជ្រាលរើលោកតែងតែបង្ហើបពាក្យប្លែកៗដែលចង់ឲ្យគ្រប់គ្នាដឹងថាលោកពិតជានឹកកូនរបស់ខ្លួនខ្លាំងណាស់ទោះបីជាលោកមិនដែលបានជួបមុខក៏ដោយជាពិសេសកាលពីម្សិលមិញតារាប្រុសរូបនេះក៏បានបង្ហោះរូបជាមួយនឹងកូនក្មេងតូចម្នាក់ដែលពិតជាស្រដៀងនឹងកូនរបស់លោកពិតមែនគឺត្រង់ទម្រង់មុខនិងសក់រួញៗតែម្ដងក្នុងនោះលោកក៏បានសរសេរសារខ្លីថាដូចណាស់នឹកណាស់ថ្មីបើលោកប៉ែនចម្រុងបានសរសេរសារខ្លីបែបនេះក៏ពិតមែនតែអ្នកគ្រប់គ្រងយល់ច្បាស់ថាលោកស្រឡាញ់កូនស្រីរបស់លោកណាស់រហូតដល់ថ្នាក់ពូកូនគេតែបែរជានឹកកូនខ្លួនហើយថែមទាំងអ្នកខ្លះបានសាកសួរលោកថាតើធ្លាប់ទៅបានជួបកូនស្រីដែរឬអត់ចុះប្រិមិត្តយល់យ៉ាងណាក្មេងតូចនោះមុខស្រដៀងកូនស្រីរបស់លោកប៉ែនចម្រុងនិងអ្នកនាងភីសូដាលីដែរឬទេបាទជឹងអារម្មណ៍ពេលដែលពូកូនរបស់គេគឺមានអារម្មណ៍នឹកដល់កូនខ្លួនឯងបាទនេះគឺជាអារម្មណ៍របស់ឪពុកដែលត្រូវបញ្ចប់ជាមួយនឹងអ្នកនាងភីនសូដាលីអញ្ចឹងវាពិតជារឿងមួយដែលមិនគួរជឿបាទអញ្ចឹងអារម្មណ៍គឺនៅតែនឹកបាទអញ្ចឹងខ្ញុំសូមបញ្ចប់រឿងលោកប៉ែនចម្រុងជាមួយនឹងកូនស្រីដែលបាទគួរឲ្យខ្លាញ់ភ្នែកខ្នក់បាទអញ្ចឹងសូមបញ្ចប់រឿងនេះបាទអញ្ចឹងចូលរួម like Subscribe ដើម្បីទទួលព័ត៌មានជារៀងរាល់ថ្ងៃបាទ